ចាជំរាបសួរបងប្អូនជំរាបសួរថ្ងៃនេះខ្ញុំមកនិយាយពីរឿងឆាតបងស្រីឈ្មោះម៉ាគីaccount គាត់ឈ្មោះម៉ាគីបងប្អូនគាត់សួរខ្ញុំពីរឿងគាត់ចង់កាត់អាវកោអប្សរាឲ្យខ្ញុំនឹងធ្វើវីដេអូបង្ហាញទៅគាត់ផងហើយអញ្ចឹងគាត់សួរទៀតហើយគាត់ថាខ្ញុំអត់មានកន្លែងឆ្លើយតបមួយគាត់ណាក្នុងឆាតហ្នឹងមានតែសម្លេងគាត់សួរខ្ញុំដល់កន្លែងខ្ញុំត្រូវឆ្លើយវាអត់មានណាបងប្អូនដល់អញ្ចឹងខ្ញុំអត់បានឆ្លើយជូនគាត់ទេអញ្ចឹងតាមរយៈវីដេអូហ្នឹងខ្ញុំចង់ប្រាប់គាត់បើសិនតែបងចង់សួរអីបងសួរក្នុងខមមិនដូចថាបងមើលវីដេអូមួយណាបងចូលខមមិនវីដេអូមួយហ្នឹងទៅស្រួលខ្ញុំឆ្លើយក្នុងខមមិនល្អជាងឆាតបងព្រោះឆាតសម្រាប់តែយើងលក់ដូរអីចឹងទៅណាយើងនិយាយគ្នាតាមឆាតចឹងទៅតែបើបងសួរជាមេរៀនសួរជាចំណេះដឹងបងសួរក្នុងខមមិនទៅស្រួលខ្ញុំឆ្លើយទៅបងប្អូនផ្សេងទៀតគាត់ឆ្ងល់ដូចបងដែរចឹងគាត់ចេះចឹងបងប្អូនខ្លះគាត់អត់ចេះសួរក្នុងខមមិនទេតែបើគាត់មានចម្លើយនៅក្នុងហ្នឹងគាត់មើលឲ្យគាត់យល់ចឹងចំណេញបានទាំងអស់គ្នាហើយបើឆាតមកក៏ខ្ញុំនៅតែឆ្លើយចឹងប៉ុន្តែឲ្យតែមានកន្លែងចូលទៅឆ្លើយបានណាបងប្អូនខ្ញុំអត់មានប្រកាន់ថាងបងសួរខ្ញុំមិនឆ្លើយមែនទេព្រោះពេលវេលាឆ្លើយមិនច្រើនដូចយើងធ្វើវីដេអូថតវីដេអូកាត់តចូលសម្លេងញ៉ាបងប្អូនទេគ្រាន់តែឆ្លើយមួយផ្លែតខ្ញុំរីករាយនឹងឆ្លើយតំណែងដូចថាយើងស្គាល់គ្នាអញ្ចឹងបានបងឆាតសួរខ្ញុំរត់ល្អតែគ្រាន់តែថាពេលខ្លះឆាតមកខ្ញុំឆ្លើយអត់កើតមិនមែនខ្ញុំរត់មិនចង់ឆ្លើយតបទេណាបងប្អូនឥឡូវវីដេអូហ្នឹងខ្ញុំចង់ឆ្លើយទៅបងប្អូនអញ្ចឹងហើយឥឡូវសូមបងប្អូនចូល follow share វីដេអូអញ្ចឹងទៅស្រួលហើយបើបងប្អូនអត់ follow អត់ share ទេថ្ងៃក្រោយចង់មើលរកឃើញទេហើយបើបងប្អូនចង់រៀនតើបងប្អូនចូល follow ទៅតាមដានក្នុង page ខ្ញុំមានស្អីខ្លះក្នុងហ្នឹងបងប្អូនមើលឲ្យសោកសិនចាំបងប្អូនឆាតមកសួរសុំមកក៏បានបងប្អូនសុំក៏ខ្ញុំធ្វើឲ្យដែរគ្រាន់តែថាឆ្លើយអត់កើតអត់ដឹងឆ្លើយទៅថាម៉េចហើយបើខ្ញុំចង់ប្រាប់ថាឆ្លើយអត់កើតមិនដឹងចុចកន្លែងណាអញ្ចឹងវាពិបាកអញ្ចឹងឥឡូវខ្ញុំតាមរយៈវីដេអូហ្នឹងខ្ញុំសុំនិយាយអញ្ចឹងទៅហើយនឹងសូមអរគុណបងប្អូនទាំងអស់ដែលគាត់ទិញពុំខ្ញុំគាត់ទុកចិត្តខ្ញុំណាគ្រាន់តែថាត្រូវគ្នាគាត់បាញ់លុយខ្ញុំភ្លាមគាត់អត់មានខ្លាចចិត្តដូចថាគាត់អត់មានមិនទុកចិត្តអីអត់មានទេអញ្ចឹងបងប្អូនខ្ញុំអរគុណមែនតើសម្រាប់ទំនុកចិត្តអ្នកដែលទិញពុំខ្ញុំបងប្អូនហើយអ្នកមិនទិញក៏អរគុណដែរដែលបានតាមដានវីដេអូខ្ញុំអញ្ចឹងបងប្អូនហើយអញ្ចឹងបងប្អូនកុំអន់ចិត្តថាឃើញឆាតមកខ្ញុំអត់តបអីខ្លាចចេះខ្លាចចេះអត់ទេដោយសារខ្ញុំវាអត់យល់រឿងទូរស័ព្ទខ្លះមានតែកន្លែងឆ្លើយទូរស័ព្ទខ្លះអត់ចឹងបងប្អូនវាពិបាកចឹងខ្ញុំមិនដឹងថាមូលហេតុអីខ្ញុំអត់សូវយល់ខាងហ្នឹងដែរចាបងប្អូនហ្នឹងហើយឥឡូវនេះសកម្មភាពកាត់អាវវ៉ាកូអញ្ចឹងអាវវ៉ាកូខ្ញុំនេះខ្ញុំកាត់ពី3អាវឯងបងប្អូនតែខ្ញុំអត់បានថតអាវដែលដេររួចផ្ញើទៅបងប្អូនទេចុងវីដេអូក្រោយៗខ្ញុំដេររួចខ្ញុំផ្ញើម៉ូដដែលខ្ញុំកាត់ហ្នឹងជូនទៅបងប្អូនហើយនឹងអរគុណបងប្អូនដែលបានខមមិនចង់បានណាបងប្អូនហើយឥឡូវខ្ញុំធ្វើបង្ហាញទៅគាត់ហើយចុះរបៀបកាត់តបងប្អូនមើលតាមហ្នឹងមកនេះខ្ញុំកាត់នេះកាត់វាមាន2ដូចថាយើងកាត់មានក្នុងមានក្រៅខ្ញុំកាត់មួយសាមុននោះខ្ញុំដាក់កណាត់តងប់ខាងក្នុងហ្នឹងវាតុនពេកវាដេរហើយវាស្អាតតែខាងក្រៅខាងក្នុងវាលេកលាក់ពេកបងប្អូនចឹងខ្ញុំអត់តបង្ហាញទៅបងប្អូនទេឥឡូវខ្ញុំកាត់ផ្សេងថ្មីទៀតអញ្ចឹងតងប់ក្នុងហ្នឹងដែលយើងដេរប្រកបហ្នឹងតែយើងដេរកណាត់តុនពេកក៏វាអត់កើតដែរអញ្ចឹងតបងប្អូនរើសកណាត់បន្តិចព្រោះយើងដេរ2ជាន់ព្រោះដោយសារអីអាវហ្នឹងយើងអត់បាច់ផង់ហើយយើងដេរយកហ្មងចឹងវិធីកាត់ងាយស្រួលទេបងប្អូនអត់មានអីបាត់ទេបងប្អូនមើលទៅវីដេអូហ្នឹងទៅធ្វើបានហើយថ្នេរទុកតែម្លេចទេអញ្ចឹងថ្នេរជ្រៀកហ្នឹងបងប្អូនហើយបន្ទាប់ពីយើងកាត់រួចរាល់យើងបងលេឆ្វេងស្ដាំយើងសម្គាល់ខ្លួនយើងចំណុចដែលយើងត្រូវតជាប់គ្នាយើងត្រូវគូសចំណុចឲ្យច្បាស់ដើម្បីតឲ្យត្រូវគ្នាហ្នឹងហើយឥឡូវវីដេអូកាត់រួចរាល់បងប្អូនមើលទៅនេះទាំងមុខហើយនឹងទាំងក្រោយហើយខ្ញុំនៅតវ៉ាល់តែវ៉ាល់ខ្ញុំអត់បានកាត់អញ្ចឹងបង្ហាញបងប្អូនតាមខាងលើសិនទៅអញ្ចឹងតង់ខាងលើរួចរាល់ហើយនៅជើងក្រោមអញ្ចឹងវីដេអូនេះខ្ញុំសម្រាប់ចេញបង្ហាញទៅបងប្អូនប៉ុណ្ណឹងហើយនឹងប្រាប់ដំណឹងដល់បងស្រីម៉ាគី account គាត់ឈ្មោះម៉ាគីបងប្អូនហ្នឹងហើយដែលគាត់រងចាំខ្ញុំឆ្លើយទៅគាត់ហើយខ្ញុំប្រាប់ថាទូរស័ព្ទហ្នឹងឆ្លើយអត់កើតអត់មានកន្លែងឆ្លើយបើបងចូលមើលវីដេអូហ្នឹងដឹងហើយបងចូលខមមិនវិញឬក៏បងមើលទូរស័ព្ទបងអញ្ចឹងទៅ